សួស្តីបងនេះយើងមកប្រាប់ទូទួលពីបងមួយចំនួនដែលគាត់មានចម្ងល់ឆ្ងល់ថាការយើងប្រើឧបករណ៍ដោះសោសិលិកធ្វើបាត់កូនបាទយើងប្រើពុំ1 2 3 2 3 4 2 3 4បាទអញ្ចឹងមុននឹងយើងធ្វើការដោះដោយឧបករណ៍យើងត្រូវស្វែងយល់ពីចលនាខាងក្នុងរបស់ Sound Selection បាទតើវាមានចលនានៃការធ្វើការមួយប្លុកឬក៏មួយសន្ទះរបស់វាហ្នឹងគឺវាមានលក្ខណៈបែបម៉េចក៏បប្រតិបត្តិការរបស់ Sound Select នេះគឺហេតុអីក៏វាបប្រតិបត្តិការវាខ្ពស់បាទគឺអត់ងាយអ្នកណាគេដោះបានងាយទេបាទអញ្ចឹងមុននឹងយើងធ្វើការដោះជាមួយនឹងឧបករណ៍យើងត្រូវស្វែងយល់ពីផ្ទៃខាងក្នុងវាសិនតើការធ្វើការរបស់វាហ្នឹងគឺបែបម៉េចបាទអញ្ចឹងនេះជាមេសោសម្រាប់បរិញ្ញាសិស្សទេហើយខ្ញុំក៏លើកយកមកបង្ហាញខ្លះបាទគឺមិនមែនបរិញ្ញាទេគឺខ្ញុំមកបង្ហាញបាទបង្ហាញថាគឺគេមានសោសម្រាប់រៀនបាទគឺបើសិនជាយើងយល់ពីចលនាផ្ទៃខាងក្នុងនៃមេសោគឺយើងការប៉ាន់ស្មាននៃការប្រើឧបករណ៍គឺវាកាន់តែងាយស្រួលបាទអញ្ចឹងខ្ញុំយើងមកធ្វើការដោះជាមួយនឹងឧបករណ៍នេះនឹងមេសោមេរៀននេះសាកមើលណាបាទជាងសោកចូលមកបាទអញ្ចឹងសោប្រភេទនេះមាន5ថ្មិញណាមាន5ថ្មិញឬ5បន្ទះអញ្ចឹងយើងរុញទៅបុកយើងថយយើងពវល់រុញទៅបុកទៅក៏វាប៉ះទេណាអញ្ចឹងវាមកប៉ះជាមួយនឹងលេខរៀងទី5បាទរៀងទី5ណាបាទរៀងទី5ក៏យើងចាប់5ពវល់បាទអញ្ចឹងសន្ទះទី5ចាប់5ធ្វើការបាទសន្ទះទី5ចាប់5ធ្វើការហើយពេលធ្វើការហើយយើងថយមកក្រោយមួយលេខមកយើងមកមើលសន្ទះលេខ4បាទយើងពវល់អញ្ចឹងសន្ទះលេខ4គឺចាប់ផ្ដើមធ្វើការបាទហើយយើងពវល់ណាបាទអញ្ចឹងហើយយើងបានហើយយើងថយមករៀងទី3បាទរៀងទី3អញ្ចឹងយើងពវល់ទៅការសន្ទះលេខ3គឺចាប់ផ្ដើមធ្វើការបាទណាតែធ្វើ3ចាប់ផ្ដើមធ្វើការយើងថយមកបន្ទះលេខ2បាទបើសិនជាយើងអត់ប្រយ័ត្នទេផ្ទះលេខ3វាទៅតាមដែរណាវានឹងទៅតាមដែរអញ្ចឹងយើងថយវាមកវិញបាទថយវិញយើងចាប់ផ្ដើមទៅផ្ទះលេខ2វិញបាទផ្ទះលេខ1ផ្ទះលេខ1គឺនេះណានេះផ្ទះលេខ1គឺនៅអឹបខាងគេនេះគឺខ្ញុំចូលប្រាប់នេះនៅអឹបនេះពណ៌សបាទមិនមែនជាពណ៌មាសទេបាទនេះគេយើងចាប់ដើមពវល់វាមកដោយសារតែវាតឹងបាទហើយអញ្ចឹងវាដើរហើយអញ្ចឹងយើងទៅសន្ទះទី3វិញយើងមើលតាមរៀងមកអូខេអាកន្លែងកណ្ដុងសនេះណាបាទពវល់វាមកអូ sorry ផ្ទះទី4នេះមកថយបន្តិចផ្ទះទី3បាទហើយទៅផ្ទះទី5រមកលេខ5នេះមកបាទរុញទៅមួយក្រឹកបញ្ជាក់ណាគឺមេសោមួយនេះគឺខ្ញុំចាំលេខកូដហើយអញ្ចឹងខ្ញុំធ្វើវីដេអូនេះគឺខ្ញុំចង់បង្ហាញពីចលនានៃ Sound Select ទេតែដែលខ្ញុំដោះបាននេះគឺដោយសារខ្ញុំចាំលេខកូដណាបាទឥឡូវយើងដោះបានណាបាទដោយសារខ្ញុំចាំលេខកូដអញ្ចឹងគ្រាន់តែជាវីដេអូមួយធ្វើបទបង្ហាញពីចលនានៃរបស់មេសោ Select ទេណាបាទការដែលយើងហ្វឹកហាត់ឆ្កឹះ Sound Select តោះតែយើងស្វែងយល់ពីផ្ទៃខាងក្នុងវាសិនបាទបានយើងអាចដោះវាបាន
đôi chia sẻ đánh và sân chỉ dương ở miền mê sao sầm rạp mờ hàng khăn trò này với thế dương ở ai đó bia chai chai bán tệ là ngày và giờ lại đọc chai chai bán tết to thì dương miền sao cũng ru cả mê sao mũi để ha dương ai mơ bị tay hàng khăn vì bàn tròn nà bảo vỉa và với bạn dương chập đám thời cả đó mê sao để bật chất bàn và trong video này mình tập bằng ấy sầm rạp sao select chân bong bòn để trên mình nó cho riêng cơ nhóm miền và riêng sầm rạp sao select hay là miền ở có sầm rạp tất cả đó cần là người sưu hay bây giờ bật code chân miền pom sầm rạp lon tam là bây giờ rồi lấy code bán ấy cho mình lon miền pom này nè video này mình tập bằng ấy học con chán